ជំរាបសួរបងប្អូនអរគ្នាបងប្អូននៅវីដេអូនេះសូមចិត្តបងប្អូនស្ដាប់ខ្ញុំតិចតិចសិនណាក៏មកអស់ម្លងវីដេអូនេះដោយសារតែមាន page មួយដែលគាត់យកវីដេអូដែលខ្ញុំលក់ត្រីជូរហ្នឹងយកទៅផុសនៅក្នុង page គាត់ហើយ page គាត់មានឈ្មោះថាបខឹមនិងត្រីជូររសជាតិឆ្ងាញ់ដល់ពេលគាត់យកទៅផុសគាត់យកវីដេអូខ្ញុំនឹងទៅផុសបងប្អូនអរគ្នាដល់ពេលយកវីដេអូនឹងខ្ញុំទៅផុសដោយសារតែខ្ញុំអ្នកលក់អញ្ចឹងខ្ញុំភ្ជាប់ជាមួយលេខ Telegram នៅខាងក្រោមដល់ពេលគាត់យកទៅផុសទៅអីវ៉ាន់ហ្នឹងមានបញ្ហាភ្ញៀវដែលគាត់កំងហើយគាត់ស្មាននៅ page ខ្ញុំហើយផឹកនឹងហើយផឹកមិញហ្នឹងគឺវាមានរឿងឥឡូវបងប្អូនទៅស្ដាប់រឿងហ្នឹងតិចណាបងប្អូនអរគ្នាណាសូមចិត្តបងប្អូនអរគ្នាកុំអស់ម្លងវីដេអូនេះហើយបងប្អូនជួយ share ខ្ញុំម្នាក់មួយផងណានេះរឿងដែលផឹកមិញកើតឡើងសួស្ដីបងនិយាយថាខ្ញុំកំងត្រីជូរនៅខាងបងប៉ុន្តែគាត់ដាក់ខុសឲ្យខ្ញុំគាត់ដាក់បខឹមមកឲ្យតែខ្ញុំឆាតទៅតាំងពីល្ងាចស្មាននឹងនៅក្នុងពេកអត់ទាន់មានអ្នកតបចឹងណាទៅពេលចឹងខ្ញុំឆាតទៅបងផ្ទាល់ហ្មងទៅចាំឲ្យគេជួយយកមកដូរឲ្យខ្ញុំផងបងព្រោះគេលោពេកទៅគេឆាតច្រើនទៅគាត់អូសអត់ទាន់ដល់អីចឹងព្រោះពេលដែលគាត់ដឹកមកឲ្យខ្ញុំហ្នឹងខ្ញុំអត់បានចេញយកទេខ្ញុំឲ្យកូនចៅខ្ញុំគាត់ចេញយកចឹងណាទៅពេលហើយខ្ញុំអត់ដឹងថាខុសតែមកខ្ញុំបើកទូទឹកកកមើលខុសបងបាទសួស្ដីបងហើយអធិស្ឋានផងបងកំងណាដែរបងគួរភាគច្រើនខ្ញុំអ្នកកាន់ភ័យផ្ទាល់ខ្ញុំអ្នកលក់ផ្ទាល់ហ្មងខ្ញុំអត់មានអ្នកផ្សេងទៀតអញ្ចឹងណានេះបងនៅពេកហ្នឹងអធិស្ឋានបងភ័យហ្នឹងមិនភ័យខ្ញុំទេណាបងហើយបងកំងហ្នឹងទីតាំងនៅណាដែរបើសម្រាប់ខ្ញុំលក់មកខ្ញុំលក់នៅខាងស្ទឹងត្រែងហ្មងខ្ញុំអត់មានសាខាអីនៅពេញទេណាចឹងហេតុអីបានគេយកវីដេអូមកទៅបង្ហោះចឹងពេកហ្នឹងយកវីដេអូបងបង្ហោះហើយដាក់លេខទូរស័ព្ទ Telegram បងទើបខ្ញុំអាច call ទៅបានហ្នឹងហើយបងប្អូនទាំងគ្នាសូមបញ្ជាក់កន្លែងនេះបន្តិចព្រោះពេលដែលខ្ញុំលក់ត្រីជូរពេលច្រើនខ្ញុំដាក់លេខ Telegram ខ្ញុំនៅក្នុងហ្នឹងហើយអ្នក sale ហ្នឹងទៅទៀតគឺ sale ទាំងលេខ Telegram ខ្ញុំផុសទាំងអស់ដល់ពេលអញ្ចឹងទៅគឺគាត់បានតាក់ទងមកខ្ញុំអញ្ចឹងណាខ្ញុំអត់ដឹងមកតែបងនៅសារអីមានវីដេអូបងនៅក្នុងហ្នឹងហើយមានលេខនៅក្នុងហ្នឹងអញ្ចឹងខ្ញុំជឿជាក់ទិញហ្នឹងបងពួកខ្ញុំ fan មកឯងដែរហ្នឹងហើយបងចំពោះវីដេអូខ្ញុំពិបាកដែរដោយសារតែខ្ញុំផុសជាទូទៅនៅក្នុង page និង TikTok ក៏បងអធិស្ឋានហើយដល់ពេលខ្ញុំផុសអញ្ចឹងដល់ពេលគេ sell ទៅគឺមិនមែនជាវីដេអូស៊ីនរបស់ខ្ញុំទេបងដោយសារតែវីដេអូហ្នឹងវាជាប់ TikTok ណាអញ្ចឹងមានន័យថាវីដេអូហ្នឹងគេយកពី TikTok មកផុសនៅក្នុង page ហ្នឹងហើយបងខ្ញុំអត់ដឹងដែរដោយសារតែថាខ្ញុំកំងអវ៉ាន់ពីក្នុង page ហ្នឹងវាមានវីដេអូរបស់បងហើយខ្ញុំគិតថាជា page របស់បងអញ្ចឹងណាមានទាំងវីដេអូហើយវាមានទាំង Telegram បងដល់ពេលអញ្ចឹងគឺខ្ញុំគិតថាជារបស់បងអញ្ចឹងពួកខ្ញុំ fan បងដែរតែបើសិនជាករណីហ្នឹងបងថាអត់ដឹងទេប្រហែលជាគេយកវីដេអូបងទៅបង្ហោះអីហ្នឹងខ្ញុំអត់ដឹងដែរអាចពិនិត្យមើលបាន page របស់ខ្ញុំនៅខាងលើ link ហ្នឹងអាហ្នឹងវីដេអូដែលខ្ញុំលក់ត្រីជូរហ្មងអញ្ចឹងខ្ញុំបញ្ជាក់ឲ្យហើយក្នុងករណីដែលខ្ញុំបង្ហោះឧទាហរណ៍ថា page ហ្នឹងគាត់អត់ដូរបានឲ្យខ្ញុំទេអញ្ចឹងខ្ញុំបង្ហោះនៅក្នុង TikTok ឬនៅក្នុង Facebook អីអញ្ចឹងទៅវាល្បីអីចឹងណាអញ្ចឹងមានរូបម៉ែនៅក្នុងគេប្រកាសជាគិតថាម៉ែជាម្ចាស់ហ្នឹងហើយតែសម្រាប់ខ្ញុំអត់មាន focus រឿងអីទេខ្ញុំ focus រឿងក្នុងគឺឈ្មោះ page ហ្នឹងចឹងបើសិនជាខ្ញុំបង្ហោះទៅប៉ះពាល់ដល់កិត្តិយសគេឈ្មោះបងអីអាហ្នឹងខ្ញុំប្រាប់បងក្រោយឆាកមុនទៅហើយដោយសារអីដោយសារ page ហ្នឹងយករូបបងទៅបង្ហោះអញ្ចឹងគោលដៅដែលខ្ញុំបង្ហោះគឺខ្ញុំបង្ហោះពី page ហ្នឹងអញ្ចឹងមកគេចូលឆែក page ទៅឃើញរូបបងអីហ្នឹងគេគិតបែបណាជារឿងរបស់គេណាអ្វីដែលសំខាន់គឺខ្ញុំប្រាប់បងមុនទៅហើយអញ្ចឹងបងថាមិនរបស់បងទេអញ្ចឹងគឺខ្ញុំសុំបង្ហោះ page មួយហ្នឹងព្រោះអានេះគាត់រកស៊ីអត់ស្មោះត្រង់មិនត្រឹមតែគាត់យកវីដេអូគេមកបង្ហោះមកជុំងុំគឺគាត់ដាក់អីវ៉ាន់ឲ្យភ្ញៀវគឺខុសហើយគាត់អត់ទទួលខុសត្រូវនឹងដូរវិញទេតែខ្ញុំមិនដឹងថាគាត់ដូរមិនដូរអានេះបើករណីថាគាត់មិនដូរអាហ្នឹងគឺមានបញ្ហាព្រោះថាលុយអត់ច្រើនទេប៉ុន្តែបោកប្រាស់ទំនុកចិត្តភ្ញៀវអ្វីដែលខ្ញុំឃើញគឺខ្ញុំឃើញបងហើយខ្ញុំចង់ញ៉ាំត្រីឈូហ្នឹង idol របស់ខ្ញុំតទៅពេលអវ៉ាន់ដែលបានមកគឺមិនមែនអាហ្នឹងទៅចេញបខំអីរបស់ដែលខ្ញុំអត់ចេះញ៉ាំអាហ្នឹងគឺបោកប្រាស់ទំនុកចិត្តភ្ញៀវហើយអត់ដូរឲ្យភ្ញៀវវិញទៀតហ្នឹងហើយបងប្អូនអរគ្នារឿងគឺបែបហ្នឹងពេលដែលគាត់កំងហ្នឹងគាត់ស្មានដល់ page ហ្នឹង page របស់ខ្ញុំដោយសារតែឃើញលេខមានលេខ Telegram នៅក្នុងហ្នឹងអញ្ចឹងខ្ញុំសូមផ្ញើទៅដល់ម្ចាស់ page ហ្នឹងផងជួយលុបវីដេអូហ្នឹងចេញទៅហើយមួយទៀតបងប្អូន page ខ្ញុំបញ្ជាក់ប្រាប់បងប្អូនមានតែមួយឯងមានឈ្មោះសឹករត់ជាមួយនឹង TikTok រត់ official អញ្ចឹងមានតែពីរហ្នឹងណាបងប្អូនគ្នាមាន TikTok មាន page ហើយ page ខ្ញុំ180k ជាមួយនឹង TikTok 500k បងប្អូនអ្នក follow ហើយលេខ Telegram ខ្ញុំក៏មានតែមួយនឹងដែរហើយវីដេអូនេះក៏ផ្ញើជូនទៅដល់ម្ចាស់ page មួយទៀតបងប្អូនគ្នាដែលយកវីដេអូខ្ញុំទៅផុសមកជុំឯណាងុំដាក់ហូប profile ហូបខ្ញុំទៀតហើយហូបបែបតុក្កតានេះបងប្អូនអាចមើលបានហើយគឺគាត់យកវីដេអូខ្ញុំចេញអត់តាន់ទេគឺគាត់យកទៅអញ្ចឹងផ្ដាំផ្ញើដល់ម្ចាស់ page នឹងផងអាចលុបវីដេអូនឹងចេញទៅដោយសារតែ page ខ្ញុំមាន Right Manager បើសិនជាខ្ញុំឃើញនៅតែយកវីដេអូដែលខ្ញុំផុសថ្មីយកទៅផុសក្នុង page ទៀតអាហ្នឹងខ្ញុំនឹងធ្វើតាមហ្នឹងហើយបងប្អូនគ្នាបងប្អូនដឹងហើយ Right Manager កាលណាតែស្នើទៅគឺនឹងដាច់ page ឯងអញ្ចឹងខ្ញុំសង្ឃឹមតែគាត់បានឃើញដោយសារតែគាត់ចូលមើលវីដេអូខ្ញុំហើយយកទៅផុសបងប្អូនគ្នាណាអញ្ចឹង
សូមចាត់បងប្អូនទាំងអស់គ្នាជួយ share ខ្ញុំម្នាក់មួយផងព្រោះខ្ញុំលក់ត្រីជូរតែ page របស់ខ្ញុំនឹងមួយទេណាហើយលេខ Telegram ក៏មានតែមួយនឹងដែរអញ្ចឹងសូមចាត់បងប្អូនទាំងអស់គ្នាប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នា